ប្រាសាទដែលមានវ័យចំណាំមួយស្ថិតនៅក្នុងខេត្តតាកែវហើយពុំសូវមាននរណាស្គាល់នោះគឺជាប្រាសាទបាយ័នកោដែលត្រូវបានកសាងមុនសម័យអង្គរទៅទៀតគឺក្នុងសតវត្សទី7ដោយព្រះបាទភវវរ្ម័នទី2ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់នៅប្រាសាទមួយនេះហើយនឹងប្រាប់ទីតាំងដើម្បីធ្វើដំណើរមកកម្សាន្តអញ្ចឹងនៅពេលដែលយើងធ្វើដំណើរតាមផ្លូវជាតិលេខ2ឬក៏ផ្លូវជាតិលេខ3មកដល់នៅផ្សារទន្លាប់យើងត្រូវបត់ស្ដាំហើយមកដល់នៅភូមិតាពាំងស្រង់យើងនឹងឃើញផ្លូវមួយដែលគេដាក់ហើយមានផ្លាកមួយដាក់ថាប្រាសាទបាយ័នកោអញ្ចឹងបងប្អូនអាចធ្វើដំណើរតាមផ្លាកនឹងឡើងទៅលើនៅពេលដែលបងប្អូនមកដល់នៅចំណតទី1បើសិនជាបងប្អូនហើយធ្វើដំណើរតាមរយៈម៉ូតូបងប្អូនអាចឡើងដោយខ្លួនឯងបានប៉ុន្តែត្រូវតែប្រកាសថាយើងអាចហើយបើកម៉ូតូដោយប្រយ័ត្នប្រយែងហើយយើងធ្លាប់ឲ្យឡើងភ្នំពីមុនមកដែរតែបើសិនជាបងប្អូនដែលប្រើប្រាស់រថយន្តជាប្រភេទឡានអីយើងត្រូវធ្វើដំណើរដោយស្មើជើងប៉ុន្តែនៅតំបន់ហ្នឹងក៏មានហើយបងជាអ្នកភូមិគាត់ហើយមានសេវាកម្មសម្រាប់ដឹកយើងឡើងទៅដល់នៅខាងលើប្រាសាទផងដែរនៅតាមផ្លូវយើងអាចមើលទេសភាពបែបស្រុកស្រែចម្ការបានដោយសារតែនៅពេលដែលយើងជិះម៉ូតូទៅយើងអាចកលេចមកក្រោមមកយើងនឹងឃើញវាលស្រែដ៏ធំល្វឹងល្វើយដោយសារតែអ្នកភូមិនៅទីនេះគឺគាត់ប្រកបរបរជាកសិកម្មនិងឲ្យដាំដំណាំហើយផ្សេងអញ្ចឹងយើងអាចទទួលអារម្មណ៍មួយស្រស់ស្រាយមួយយ៉ាងដែរហើយចម្ងាយផ្លូវពីចំណោទទី1ដែលយើងត្រូវឡើងមកដល់ចំណោទទី2នេះគឺវាមិនយូរប៉ុន្មានទេយើងអាចជិះម៉ូតូលេងផងយើងអាចហើយមើលទេសភាពផងហើយនៅពេលដែលយើងមកដល់ចំណោទទី2នេះគឺយើងអាចឡើងទៅដល់ប្រាសាទបានទេដោយសារតែប្រាសាទបាយ័នកោគឺស្ថិតនៅលើហើយកំពូលភ្នំបាយ័នកោអញ្ចឹងយើងមកដល់ចំណោទទី2នេះយើងត្រូវយកម៉ូតូទៅផ្ញើហើយទើបយើងឡើងទៅតាមកម្មចិន្តាបុរាណនេះដើម្បីធ្វើដំណើរទៅកាន់ប្រាសាទអញ្ចឹងបន្ទាប់ពីយើងអាចថតរូបលេងយើងមើលទេសភាពហើយយើងចាប់ផ្ដើមឡើងទៅកាន់កម្មចិន្តាឥឡូវនេះខ្ញុំនឹងដាក់សំឡេងជាក់ស្ដែងនៅពេលដែលខ្ញុំឡើងកម្មចិន្តាមួយនេះអូខេឥឡូវហ្នឹងហើយចិត្តដល់ហើយមុខប្រាសាទឲ្យសមបន្តិចទៀតខ្ញុំទៅដើរដល់កន្លែងផ្លូវបត់ឡើងទៅហើយពុកប្រាសាទតល់ស្ដាប់តែសំឡេងដឹងថាវាហត់យ៉ាងម៉េចហើយខែនេះវាខែប្រាំងទៀតវាក្តៅផងវាឡើងផងវាចង់ដឹកហក់តែឡើងលេងខ្ញុំទៅអីអូខេឥឡូវនេះហើយខ្ញុំមកដល់នៅជើងប្រាសាទហើយចឹងហើយទេសភាពស្អាតមែនតើនេះវាមិនតន់ខែវស្សាវិញខៀវស្ងាត់ងាកទៅណាក៏ខៀវហើយកន្លែងឃើញសហ្នឹងខែវស្សាសុទ្ធតែទឹកអូខេឥឡូវយើងបន្តដំណើរទៅមុខទៀតមើលប្រាសាទឥឡូវនេះខ្ញុំមកដល់នៅប្រាសាទបាយ័នកោហើយឃើញថាចដៅនេះវាចោតមែនតើហើយមិនមានជាប្រកាន់ដៃអីទេវាជាថ្មបាយក្រៀមដែលបុព្វបុរសយើងឬក៏ដូនតាអ្នកសាងប្រាសាទហ្នឹងក៏យកមកតម្រៀបធ្វើជាកម្មចិន្តាឡើងអញ្ចឹងវាចោតខ្លាំងមែនតើហើយជាទំនៀមទម្លាប់តាំងពីដើមមកទៅពេលដែលខ្ញុំធំដឹងក្តីមកគឺប្រាសាទបាយ័នកោនេះច្រើនតែអ្នកភូមិឬក៏អ្នកមកពីស្រុកឆ្ងាយអីគេតែងតែមានជំនឿក្នុងការបន់ស្រន់ឬក៏បួងសួងអីជាដើមហើយជារៀងរាល់ឆ្នាំនៅខែភ្ជុំបិណ្ឌឬនៅក្នុងរដូវភ្ជុំបិណ្ឌអ្នកភូមិទាំង3ភូមិគឺភូមិបរោមភូមិជ្រោយនិងភូមិតាពាំងស្រង់ក៏តែងតែនាំគ្នាឡើងមកលេងរហូតមកដល់បច្ចុប្បន្នតែដោយសារតែបច្ចុប្បន្ននេះគេបានធ្វើផ្លូវឡើងហើយទៅវាមិនសូវពិបាកប៉ុន្តែពីមុនមកគឺអ្នកភូមិចង់ឡើងប្រាសាទហ្នឹងគឺនាំគ្នាដើរកាត់ព្រៃដើរតាមផ្លូវកលងចាស់ដែលយើងធ្លាប់ឡើងមករកអស់រកអីចឹងណាហើយចំពោះទីតាំងខ្ញុំនឹង pin ជា location នៅក្នុង comment